ជាដំណងខ្ញុំបាទសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូមេដាបេដាសិស្សនិងសិស្សានុសិស្សជាទីរាប់អានបាទវីដេអូនេះផងដែរខ្ញុំបានធ្វើមកបង្ហាញអំពីការចូលតេស្តប្រចាំខែកក្កដាសម្រាប់ថ្នាក់ទី3ដើម្បីយកលទ្ធផលសិក្សារបស់សិស្សទៅបំពេញកន្លែងឬថាកិច្ចព្រមព្រៀងសមិទ្ធកម្មនៅក្នុងប្រព័ន្ធកិច្ចព្រមព្រៀងសមិទ្ធកម្មរវាងយុវដ្ឋានជាមួយនឹងយុវសាលាបាទដើម្បីយើងទៅយកឬក៏ទៅធ្វើតេស្តបានសូមលោកគ្រូចុចចូលគណនីរបស់សិស្សដើម្បីសិស្សចូលទៅធ្វើតេស្តបានគ្រប់គ្នាបាទចូលមកកន្លែងនេះគឺយើងត្រូវបញ្ចូលគណនីរបស់សិស្សឬក៏ scan QR របស់គាត់ដើម្បីចូលបាទខ្ញុំសូមយក scan ទៅមកខ្ញុំសូមយកការជ្រើសរើសទៅមកខ្ញុំត្រូវរូបភាព QR ដែលខ្ញុំបាន save ទៅមកខ្ញុំចុចយក done បាទចេញមកបែបនេះហើយតែដើម្បីតេស្តបានយើងត្រូវធ្វើដំណើរទៀតបាទគឺយើងចុចទៅលើកន្លែងសិស្សមានរង្វង់មូលគឺឈ្មោះអក្សរកាត់របស់សិស្សគឺមានពាក្យសិស្សនៅខាងស្ដាំខាងលើសូមចុចកន្លែងត្រង់នេះបាទបន្តមកទៀតវាចេញតម្រងផ្ទាំងបែបនេះបាទដូច្នេះយើងជ្រើសរើសយកតេស្តបន្តមកទៀតយើងជ្រើសរើសប្រឡងប្រចាំខែបាទសម្រាប់អ្នកសិស្សគឺចេញតម្រងមកគឺលោតមកតែម្ដងបាទគឺមានថ្នាក់ទី3ភាសាខ្មែរប្រឡងប្រចាំខែកក្កដាបាទហើយគេបើកវងចោកិច្ចព្រមព្រៀងសមិទ្ធកម្មនៅថាសិស្សហ្នឹងក៏តើធ្វើទេបាទខ្ញុំយកឧទាហរណ៍សិនបាទហើយមានពីរមុខវិជ្ជាគឺភាសាខ្មែរជាមួយនឹងគណិតដែលយើងត្រូវធ្វើតេស្តបាទតែយើងធ្វើតេស្តអ្វីគឺតេស្តដើម្បីយកលទ្ធផលរបស់សិស្សថ្នាក់ទី3នេះគឺយកទៅក្នុងបំពេញនៅក្នុងកិច្ចព្រមព្រៀងបាទដូច្នេះគឺមានន័យថាថ្នាក់ផ្សេងក៏ធ្វើតេស្តដែរប៉ុន្តែអត់បានយកទៅបំពេញនៅក្នុងកិច្ចព្រមព្រៀងតែចំពោះថ្នាក់ទី3គឺយកទៅបំពេញក្នុងកិច្ចព្រមព្រៀងបាទដូច្នេះកន្លែងនេះគឺសូមឲ្យលោកគ្រូឬក៏សិស្សថ្នាក់ទី3ទាំងអស់ឬក៏អាណាព្យាបាលទាំងអស់សូមឲ្យសិស្សធ្វើតេស្តនៅប្រឡងប្រចាំខែកក្កដាហ្នឹងគឺឲ្យបានគ្រប់គ្នាគឺទាំងមុខជាភាសាខ្មែរនិងគណិតហើយក៏សូមឲ្យបានទៅទីល្អផងដែរចំពោះលោកគ្រូដែលមិនទាន់បានដឹងអំណឹងនេះក៏សូមជួយចែករំលែកព័ត៌មាននេះបន្តទៀតដើម្បីឲ្យសិស្សសានុសិស្សឬក៏លោកគ្រូផ្សេងទៀតបានដឹងទាំងអស់គ្នាបាទសូមអរគុណ